Hello សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទវីរៈថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកលេងឆ្នេរសមុទ្រក្នុងប្រទេស New Zealand បងប្អូនឆ្នេរនេះស្អាតសម្រាប់នៅក្នុង Hastings Hawke's Bay នេះបងប្អូនគឺគេហៅថាឆ្នេរ White Marama នៅក្នុង Hawke's Bay បងប្អូនហើយពេលដែលខ្ញុំមកដល់បងប្អូនឆ្នេរថ្ងៃហ្នឹងគឺមានមនុស្សមកលេងច្រើនព្រោះអីបងប្អូនទាំងអស់គ្នាថ្ងៃបើកល្អខ្យល់អត់សូវខ្លាំងអញ្ចឹងមានមនុស្សមកលេងច្រើនប៉ុន្តែសម្រាប់ខ្ញុំបងប្អូនទឹកល្លកនេះគឺខ្លាំងណាស់ខ្ញុំមិនអាចលេងទឹកសមុទ្របានទេព្រោះឲ្យខ្ញុំមនុស្សខ្លាចសមុទ្រផងគឺថាបានត្រឹមតែលេងជាឆ្នេរទេបងប្អូនមកឲ្យហែគឺខ្ញុំមិនហែទេហើយសម្រាប់ឆ្នេរ White Marama នេះបងប្អូនឃើញកោះមួយហ្នឹងស្អាតណាស់បងប្អូនពេលដែលថ្ងៃវាចាំងគឺចាំងដូចកញ្ចក់ដូចមាសចឹងបងប្អូនឃើញវាភ្លឺមែនតែពេលខ្ញុំថតនេះមេឃរៀងស្ទុំព្រោះអីបងប្អូនខ្ញុំយក DJI Neo 2 drone យកមកបង្ហោះអញ្ចឹងខ្ញុំអាចបង្ហោះនៅចិត្តមនុស្សបានទេព្រោះអីខ្លាចជាប់ឯកជនភាពរបស់គេអញ្ចឹងខ្ញុំក៏នាំគ្នាដើរទៅចុងឆ្នេរមួយទៀតបងប្អូនព្រោះអីចុងឆ្នេរមួយទៀតហ្នឹងអត់សូវមានមនុស្សលេងទេស្រួលបង្ហោះដ្រូនយើងថតវីដេអូទៅយើងអត់ជាប់គេជាប់ឯងអញ្ចឹងណាព្រោះអីបងប្អូនដ្រូនណាគេមានគោលការណ៍បង្ហោះរបស់គេត្រឹមត្រូវបងប្អូនយើងមិនចេះតែបង្ហោះទេរៀងអែមដែរបងប្អូនដើរ solo ម្នាក់ឯងចេះមានដ្រូនមួយ DJI Neo 2ចេះបានវីដេអូរូបថតមកអែមបងប្អូនអត់បានប្រមូលបានអីទេសម្រាប់បងប្អូនធ្វើ content creator បើមានមួយគឺល្អបងប្អូនមើលតែវីដេអូប៉ុណ្ណឹងដឹងហើយគឺមកអែមហ្មងឥឡូវមានណាបាន DJI Neo 2មួយនេះទៅដល់ណាក៏ស្ពាយទៅដែរដូចអ្នកកាន់កាមេរ៉ាឲ្យមួយថតចឹងបងប្អូនតទៅពីយើងថតបោះឆ្អែតហើយគឺយើងបញ្ជាដ្រូនណាបងប្អូនមករកគ្នាព្រោះឲ្យមកពីរនាក់ដ្រូនម្នាក់មួយចឹងអត់អាចបោះចិត្តគ្នាបានខ្លាចបុកគ្នាហើយក៏យើងឃើញគាត់នៅពាក់កណ្ដាលផ្លូវមួយទៀតអញ្ចឹងក៏យើងបញ្ជាលេងសិនទៅចាំតិចចាំទៅរកគាត់ម្ដងទៀតព្រោះឲ្យហៅមកបោះចិត្តគ្នាព្រោះឯនេះមនុស្សអត់មានសួរបោះហើយឆ្នេរ White Marama នេះបងប្អូនគឺវែងខ្លាំងមែនតើអូបើថាប្រហែលជា10គីឡូដីបងប្អូនអានេះតាមខ្ញុំស្មានទេណាហើយនេះគឺជាទិដ្ឋភាពឆ្នេរសមុទ្រមាត់សមុទ្រក្នុងប្រទេស New Zealand បងប្អូនហើយក្នុងប្រទេស New Zealand ណាបងប្អូនកម្រមានឆ្នេរខ្សាច់ពណ៌សណាភាគច្រើនគឺរៀងខ្មៅហើយអញ្ចឹងទេដុំថ្មបងប្អូនជាឆ្នេរមានគ្រួសថ្មគ្រួសអីអញ្ចឹងហើយនេះទឹកល្លកគេខ្លាំងណាស់បងប្អូនតោតអ្នកចេះហែចាំចូលហែហើយឃើញសមុទ្រអញ្ចឹងហើយបើកថ្ងៃអញ្ចឹងទៅលេងគឺបងប្អូននៅសម្រាប់ខ្ញុំគឺតិចស្រេបដូចតែយើងត្រាំតកអញ្ចឹងបងប្អូនប៉ុន្តែសម្រាប់ប្រជាជនគេក្នុងប្រទេស New Zealand គឺគេចូលហែហើយបងប្អូនគេកើតនៅនឹងគេស៊ាំនឹងអាកាសធាតុនៅនឹងហើយតែបើសម្រាប់អាស៊ីយើងគឺហែទៅគឺរួញខ្ទេចខ្ទីអស់ហើយបងប្អូនអើយក្នុងប្រទេស New Zealand ណាកម្រសូវមានថ្ងៃបើកណាបងប្អូនតែមានថ្ងៃបើកមេចលាស់គឺប្រជាជនគេនាំគ្នាដើរលេងមាត់សមុទ្រជិះកង់ឡើងភ្នំនាំគ្នាឡើងភ្នំដើរឡើងភ្នំដូចជាបោះតង់លាក់បងប្អូនច្រើនណាស់ឲ្យតែមេឃបើកថ្ងៃគឺចរាចរណ៍ក្នុងប្រទេស New Zealand នេះរៀងសកម្មហើយបងប្អូនបើមេឃអាកាសធាតុភ្លៀងឬក៏មេឃអត់បើកថ្ងៃគឺម្នាក់សងំនៅផ្ទះរៀងខ្លួនហើយបងប្អូនហើយដោយបងប្អូនឃើញថតវីដេអូបោះដើរលេងគឺម្នាក់រវល់ណាស់បងប្អូនអើយតនេថ្ងៃសៅរ៍ថ្ងៃអាទិត្យទេដូចជាសម្រាប់ថ្ងៃសៅរ៍យើងតនេពីការងារគឺយើងទៅផ្សារទិញម្ហូបទិញអាហារអីសម្រាប់យើងធ្វើម្ហូបញ៉ាំហើយដូចជាថ្ងៃអាទិត្យគឺយើងត្រៀមម្ហូបធ្វើការសម្រាប់ថ្ងៃច័ន្ទយើងធ្វើម្ហូបពេលខ្លះយើងអាចទុក2ថ្ងៃ3ថ្ងៃតាមចំណង់ចំណូលចិត្តមនុស្សម្នាក់បងប្អូនហើយដូចពេលខ្លះបងប្អូនខ្មែរគាត់ឆាតមកសួរក្នុង page ក្នុង TikTok តែងតែសួរព័ត៌មានផ្សេងក្នុងចិត្តចង់ឆ្លើយចង់តបទាំងអស់ណាបងប្អូនប៉ុន្តែពេលខ្លះរកពេលសម្រាប់ពេលគេអត់ចង់បានទេឥឡូវនេះយើងចូលវីដេអូដែលសំខាន់សើចចុកពោះរបស់គ្នាបងប្អូនមិញនេះបោះរកគាត់អត់ឃើញឥឡូវនេះយកទៅរោនទៅដេញរកគាត់ទៀតឥឡូវគាត់ដើរមកឃើញគាត់ហើយគាត់ដើររកខ្ញុំអត់ឃើញតែទៅរោនហោះមកនោះខ្ញុំប្រាប់ថាខ្ញុំប្រវល់នោះនៅខាងនោះហោះទៅគាត់អត់យល់ទេ
គាត់ដើររគាត់អឺតមើលគាត់សើចខ្ញុំនៅរៀងឆ្ងាយជាង1គីឡូដីទៀតគាត់អឺតមើលគាត់រមើលមនុស្សមនុស្សនៅណាឃើញតែដ្រូនអញ្ចឹងអីលេងសាក់ពួនអីយ៉ាពួននេះចាប់បានស្រាប់គិតថាណារួចដ្រូនណាឃើញគ្រប់ទិសហ្នឹងចាំមើលប្រវត្តិកាមេរ៉ាចុះក្រោមបាត់មនុស្សឈឹងរមើលថាពួនណាអីយ៉ានៅក្រោមយ៉ារត់ទៅណាចង់ទៅណាសាក់សាច់នេះលេងសាក់រត់ណាបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយ